សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីគោរពសូមស្វាគមន៍មកកាន់ Channel Podcast for Growth ជាថ្មីម្ដងទៀតដែលគោលបំណងក្នុង Podcast នេះគឺត្រូវបានបង្កើតឡើងដើម្បីជាជំនួយមួយផ្នែកដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ក្នុងការជួយខ្លួនឯងឲ្យកាន់តែមានទំនុកចិត្តមានក្តីសង្ឃឹមនិងភាពរីកចម្រើនជាងមុនក្នុងថ្ងៃនេះយើងនឹងបន្តជាមួយអេពីសូតទី8ដែលយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយទៀតនោះគឺការបំលែងការរិះគន់ទៅជាការលើកទឹកចិត្តតើអ្នកធ្លាប់ទទួលការរិះគន់ហើយមានអារម្មណ៍មិនល្អដែរឬទេការរិះគន់អាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនមិនមានតម្លៃខ្លួនមានកំហុសនិងធ្វើឲ្យយើងបាត់បង់ទំនុកចិត្តប៉ុន្តែប្រសិនបើយើងដឹងពីរបៀបទទួលយកវាការរិះគន់អាចក្លាយជាអំណោយដ៏មានតម្លៃសម្រាប់ការកែលម្អនៅទីនេះខ្ញុំចង់និយាយពីរឿងរបស់អ្នកសរសេរអត្ថបទម្នាក់ឈ្មោះសុភានៅពេលគាត់បានបោះពុម្ពអត្ថបទដំបូងគាត់ទទួលបានការរិះគន់ពីអ្នកអានជាច្រើនដំបូងឡើយគាត់មានអារម្មណ៍មិនល្អហើយគិតថាខ្លួនមិនសមនឹងសរសេរអត្ថបទនិពន្ធជាបន្តទៀតនោះទេប៉ុន្តែក្រោយមកទៀតគាត់បានយកមតិយោបល់ទាំងនោះមកពិចារណាយ៉ាងល្អិតល្អន់ហើយគាត់បានកែលម្អស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ទីបំផុតអត្ថបទបន្តបន្ទាប់របស់គាត់បានទទួលការសរសើរនិងក្លាយជាអត្ថបទពេញនិយមក្នុងរឿងមួយនេះវាបានបង្ហាញថាការរិះគន់អាចជួយឲ្យយើងកែលម្អនិងរីកចម្រើនប្រសិនបើយើងទទួលយកវាដោយចិត្តបើកចំហជាមួយនឹងឧទាហរណ៍មួយទៀតផងដែរនោះខ្ញុំនឹងលើកឡើងពីលោក Steve Jobs ដែលលោកជាអ្នកបង្កើត Apple ពីដំបូងគាត់បានទទួលការរិះគន់យ៉ាងច្រើនពីគំនិតនិងផលិតផលរបស់គាត់ប៉ុន្តែគាត់បានយកការរិះគន់ទាំងនោះមកធ្វើជាការលើកទឹកចិត្តសម្រាប់ការកែលម្អក្រោយមក Apple បានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះលោក Steve Jobs បាននិយាយថាអ្នកនឹងមិនអាចសម្រេចលទ្ធផលបានទេប្រសិនបើអ្នកមើលទៅមុខជានិច្ចនោះតែអ្នកនឹងអាចសម្រេចលទ្ធផលបានល្អតាមរយៈការមើលត្រឡប់ក្រោយនិងកែលម្អជាបន្តបន្ទាប់តាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះតើអ្នកបានរៀនសូត្រអ្វីខ្លះមានកត្តាមួយចំនួនដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់អាចរៀនសូត្របាននោះគឺទី1ការរិះគន់អាចជួយឲ្យយើងកែលម្អនិងអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ទី2ការរិះគន់នឹងក្លាយជាអំណោយប្រសិនបើយើងទទួលយកវាដោយចិត្តបើកចំហទី3ការរិះគន់អាចក្លាយជាការលើកទឹកចិត្តមួយដ៏ល្អសម្រាប់ភាពជោគជ័យរបស់អ្នកក្នុងថ្ងៃអនាគតបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចងចាំពាក្យមួយឃ្លានេះថាការរិះគន់គឺជាអំណោយប្រសិនបើយើងទទួលយកវាដោយចិត្តបើកចំហជាមួយប្រធានបទក្នុងថ្ងៃនេះខ្ញុំមានសំណួរខ្លះៗសម្រាប់អ្នកទាំងអស់គ្នាក្នុងការពិចារណាតើអ្នកធ្លាប់ទទួលរងការរិះគន់ហើយមានអារម្មណ៍មិនល្អដែរឬទេតើអ្នកបានយកវាទៅធ្វើជាការលើកទឹកចិត្តសម្រាប់ការកែលម្អដែរឬទេចូលចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោមឬជាមួយមិត្តភ័ក្តិរបស់អ្នកដោយផ្ទាល់ចូលចងចាំផងដែរថាការចែករំលែកដ៏តូចមួយរបស់អ្នកក្នុងថ្ងៃនេះអាចជួយមនុស្សម្នាក់ឲ្យមានកម្លាំងចិត្តកាន់តែប្រសើរជាងមុនឈានដល់ទីបញ្ចប់ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់ Podcast for Growth ជាមួយខ្ញុំក្នុងថ្ងៃនេះខ្ញុំសូមជូនពរទាំងអស់គ្នាឲ្យកាន់តែរីកចម្រើននិងជោគជ័យជាចុងក្រោយសូមចងចាំផងដែរថាការរិះគន់គឺជាអំណោយប្រសិនបើយើងទទួលយកវាដោយចិត្តបើកចំហជួបគ្នាថ្ងៃក្រោយក្នុងអេពីសូតទី9ដែលខ្ញុំនឹងនាំមកនូវប្រធានបទថ្មីៗដើម្បីជាការលើកទឹកចិត្តនិងការចែករំលែកជាបន្តដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនិងជំនឿលើខ្លួនឯងជានិច្ចសូមអរគុណ